សួស្តីអ្នកនរគ្នាថ្ងៃនេះគឺខ្ញុំចង់ធ្វើ vlog មួយនិយាយអំពីសកម្មភាពនៅថ្ងៃបុណ្យជាតិនៃប្រទេសកូរ៉េថ្ងៃឈូសុកបើយើងនិយាយបកប្រែជាខ្មែរទៅថាថ្ងៃភ្ជុំនៃប្រទេសកូរ៉េហើយថ្ងៃហ្នឹងគឺពេលយប់ខ្ញុំមួយនឹងគ្នាខ្ញុំ2នាក់ទាំងខ្ញុំទៀត3នាក់គឺយើងទៅរកឲ្យញ៉ាំពេលល្ងាចហើយកន្លែងនេះកំពុងតែគិតថាយើងញ៉ាំអីចេញពីផ្ទះមកថាចង់ញ៉ាំជាប្រភេទស៊ុបគេហៅថាស៊ុបឆ្អឹងគោសុំទោសហ្នឹងស៊ុបជាស៊ុបឆ្អឹងជ្រូកមិនឆ្អឹងគោឯងសុំទោសច្រឡំហើយឥឡូវកំពុងដាក់ដល់ពេលហ្នឹងយើងឃ្លានដែរម៉ោងប្រហែលជា9នេះតន់បានបាយល្ងាចពេលហ្នឹងកំពុងតែពិភាក្សាគ្នាថាគួរញ៉ាំអីឥឡូវពួកខ្ញុំសម្រេចចិត្តថាចូលក្នុងហាងហ្នឹងហើយនៅកន្លែងហ្នឹងម្ចាស់ហាងគេនិយាយសូមស្វាគមន៍អីយ៉ាងណានេះតែពេលហ្នឹងខ្ញុំមួយគ្នាខ្ញុំស្ដាប់អត់សូវបានតែយើងទៅមកកូរ៉េត្បូងហើយយើងអត់សូវចេះភាសាគេហើយធ្វើដើរអង្គុយមិនដឹងហើយពេលតាមតែយកវីដេអូមកកាត់ទៅតាមស្ដាប់ឮម្ចាស់ហាងខំនិយាយចង់និយាយថាម្ចាស់ហាងគេនិយាយស្វាគមន៍យើងអញ្ចឹងណាតែយើងអត់មាននិយាយមួយគេទេយើងដើរតក់អង្គុយយកដល់តែពេលហ្នឹងចេះ order ម្ហូបដែរតែអ្នកនេះចេះនិយាយប្រាប់គេយកប៉ុន្មានចានអីដែរមកឡើងឥឡូវហ្នឹងម្ហូបដែលខ្ញុំ order ហ្នឹងបានមកអ្នកគ្នាគឺបានបាយមួយចានហើយនឹងស្លមួយចានហ្នឹងហើយនៅក្នុងហ្នឹងគឺសាច់ជ្រូកប៉ុន្តែសាច់ជ្រូកជាប់ឆ្អឹងណាហើយគឺគេស្ងោរឡើងផុយហ្មងអ្នកគ្នាគាត់ថានិយាយរួមហ្នឹងគាត់ថាញ៉ាំដាក់ចូលមាត់ទៅផុយយកហ្មងណាហើយស្លហ្នឹងបើតាខ្ញុំដឹងវាច្រើនគឺគេញ៉ាំគេនិយមញ៉ាំនៅរដូវត្រជាក់ដោយសារតែក្តៅហើយស្លមួយចានហ្នឹងហើយនឹងបាយមួយចានខ្ញុំញ៉ាំអត់ចង់អស់ដោយសារច្រើន